Okay, say hi to everyone and hello អរគុណសម្រាប់ការ comment តាក់ទងជាមួយនឹងប្រធានបទនឹកផ្ទះនិយាយមែនដំបូងឡើយពេលដែលទៅដល់អាឡម៉ង់ដំបូងរយៈពេល 2-3 សប្តាហ៍ដំបូងអត់សូវនឹកទេតែចាប់ផ្ដើមពីរយៈពេលចូលដល់សប្តាហ៍ទី 4 និងមួយខែឡើងពេលខ្លះរៀនទៅ enjoy life ដូចគ្នាគ្រាន់តែថា feel like homesick មែនតែនហ្មងខ្ញុំជឿថាមិនមានតែខ្ញុំទេហើយសម្រាប់ student ដែលគាត់ទៅ study abroad ខ្ញុំគិតថាដូចគ្នាអញ្ចឹងហើយមួយវិញទៀតខ្ញុំជាមនុស្សម្នាក់ដែលចេញចូលច្រើនទៅធ្វើការទៅតាមបណ្ដាខេត្តទៅក្រៅប្រទេសដើម្បីទៅធ្វើការអីចឹងណាប៉ុន្តែចុងក្រោយពេលដែលទៅរៀនឆ្ងាយខ្លាំងរហូតដល់អាឡម៉ង់ហ្នឹងគឺនៅតែនឹកផ្ទះអញ្ចឹងខ្ញុំគិតថាមិនមែនអាស្រ័យទៅលើអូខេយើងមាន experience ច្រើនចេញទៅក្រៅទៅតាមបណ្ដាខេត្តច្រើនចេញបានទៅក្រៅប្រទេស work អីផ្សេងអីអញ្ចឹងណាតែពេលដែលយើងទៅរៀនហើយឆ្ងាយពីផ្ទះខ្លាំងហើយទៅម្នាក់ឯងខ្ញុំគិតថាគ្រប់គ្នាគឺនៅតែ homesick ចឹងអត់អាចថាអត់នឹកទេទោះបីជាក្នុងពេលវិស្សមការឬក៏អីអញ្ចឹងយើងបានមកលេងផ្ទះក៏ដោយទៅវិញក៏នៅតែនឹកដែរខ្ញុំធានាព្រោះថាខ្ញុំមាន experience ហើយប៉ុន្តែខ្ញុំក៏អត់បដិសេធដែរបើសិនជាខាងបងនិយាយថាមកលេងផ្ទះឲ្យបានម្ដងហើយលេងនឹកហើយទោះទៅ3ឆ្នាំទៀតក៏លេងមានអារម្មណ៍នឹកដូចដំបូងដែរសម្រាប់ខ្ញុំ feel like នៅតែនឹកដដែលខ្ញុំផ្ទាល់ប៉ុន្តែបើសម្រាប់ខាងបងខ្ញុំអត់ច្បាស់ដែរអាចថាដូចបង comment អញ្ចឹងប្រហែលជាបងមាន experience ដូចគ្នាប៉ុន្តែនៅក្នុងអំឡុងពេលហ្នឹងខ្ញុំជឿជាក់ថាគឺជាបទពិសោធន៍ដែលទទួលបានដែលល្អបំផុតបើសិនជាអ្នកទាំងអស់គ្នាឆ្លងកាត់នៅក្នុងអំឡុងពេលដែល feel homesick ខ្លាំងនឹងបានអាចនិយាយបានថាគឺជាបទពិសោធន៍ដែលល្អបំផុតមួយដែលយើងអាចធ្វើបាននិងឆ្លងកាត់បាននៅស្ថិតនៅក្នុងបរិបទឬក៏អំឡុងពេលដែលយើង alone អូខេសម្រាប់ខ្ញុំគាត់ថាមួយនេះគឺជាបទពិសោធន៍ខ្ញុំផ្ទាល់ហើយក៏ដូចជាបងស្រីខាងលើគាត់បាន comment ដែរអញ្ចឹងណាអញ្ចឹងបើសិនជាមានអ្នកគេមាន experience នឹងដូចគ្នាឬក៏អាចថារៀងខុសគ្នាអាចជួយចែកម្លែកនៅក្នុង comment ហ្នឹងនៅក្នុងវីដេអូហ្នឹងបានដូចគ្នាអូខេអរគុណច្រើនសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតមកដល់ចប់ Thank you very much bye